ពេញលេងពេញឆ្ងាញ់គេដែរបងប្អូនថ្ងៃនេះមកដុតត្រីក្រហមជាមួយនឹងស្ពៃក្តោបវិធីធ្វើគឺងាយសាមញ្ញឥតពិបាកទេបងប្អូនគ្រាន់តែយើងមានលុយទៅទិញត្រីក្រហម1គីឡូអីមក2គីឡូអីទៅអញ្ចឹងគ្រឿងក្រៅប្រសំមានអីបងប្អូនខ្ទឹមសខ្ទឹមក្រហមម្ទេសជាមួយនឹងស្ពៃក្តោបមួយផ្លែមកហើយនៅពេលដុតយើងប្រើជាមួយនឹងប៊ីយ៉ាក៏បានប្រើជាមួយនឹងកូកាក៏បានប្រើជាមួយនឹងទឹកដូងក៏បានដែរបងប្អូនសំខាន់គឺលាងត្រីឲ្យស្អាតក្រាលគល់ក្រេរំដេងស្លឹកក្រូចជាមួយនឹងស្ពៃក្តោបហើយបន្ទាប់មកយើងដាក់ត្រីយើងចូលទៅបន្ទាប់ពីដាក់ត្រីចូលឲ្យវាពុះសពសាច់សិនទើបយើងវាយគ្រឿងចូលបងប្អូនគ្រឿងក្រៅដូចជាស្ករប៊ីចេងជាមួយនឹងទឹកស៊ីអ៊ីវបាទទឹកស៊ីអ៊ីវហើយសម្រាប់ម្ទេសហើយនឹងខ្ទឹមសយើងបុកវាឲ្យមកបែកល្មមបានហើយនៅពេលត្រីយើងជិតឆ្អិនចាំយើងយកដាក់ពីលើបែបហ្នឹងគ្របទុកតែមួយស្ទុះទៀតគឺថាអែមសែមតែម្ដងមុខម្ហូបនេះគឺថាបាយចុះណាស់បងប្អូនអើយមួយឆ្នាំងក៏អស់ដែរម្នាក់ឯងនិយាយមែនខកផងមែនផងចង់និយាយចឹងណាតែរសជាតិវិញគឺកប់សេរីបងប្អូនអូខេបាយបាយ